រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានមុខម្ហូបថ្មីមួយមុខទៀតហើយគឺ Sandwich Club Sandwich Club គឺជាអាហារតាមពេលនិងជាអាហារសម្រន់តាមបែបអឺរ៉ុបតែក៏ជាអាហារដ៏ពេញនិយមសម្រាប់ជនជាតិអាស៊ីនិងជនជាតិផ្សេងៗទៀតផងដែរ Sandwich Club តែងតែត្រូវបានគេពិសាជាឈុតជាមួយនឹងដំឡូងបារាំងបំពងនិងសាឡាត់នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញជូនបងប្អូនពីរបៀបធ្វើដំឡូងបារាំងបំពងរបៀបធ្វើ mayonnaise និងធ្វើសាឡាត់ដោយខ្លួនឯងផងដែរអញ្ចឹងយើងចាប់ផ្ដើមរៀបចំការចម្អិនទាំងអស់គ្នានេះគឺជា bacon ដែលជាសាច់ជ្រូក3ជាន់បន្ទះចំណែកនំប៉័ងយើងប្រើនំប៉័ងបន្ទះដូចនេះវាគឺជានំប៉័ងបន្ទះដែលធ្វើពីស្រូវសាលីល្អសម្រាប់សុខភាពដោយសារតែជាតិស្ករជ្រាបចូលទៅក្នុងឈាមយឺតជាងនំប៉័ងសយើងធម្មតាចំណែកនេះវិញគឺជាជ្រក់ត្រសក់វាមានរសជាតិប្រហែលជាមួយនឹងជ្រក់ត្រសក់របស់ខ្មែរយើងដែរតែជ្រក់ត្រសក់នេះគឺមានក្លិនពិសេសម្យ៉ាងដែលជួយធ្វើឲ្យ Sandwich Club របស់យើងមានរសជាតិឆ្ងាញ់ Bacon និងជ្រក់ត្រសក់នេះអាចរកទិញបាននៅក្នុងផ្សារទំនើបឥឡូវនេះយើងចាប់ផ្ដើមធ្វើ mayonnaise តែគ្រឿងផ្សំសម្រាប់ធ្វើ mayonnaise មានតែពីរមុខទេគឺប្រេងអូលីវនិងពងទាមុនដំបូងយើងគួរពងទាហើយយកតែផ្នែកលើមកប្រើមូលហេតុដែលយើងមិនប្រើផ្នែកសគឺដោយសារយើងចង់បាន mayonnaise ដែលមានពណ៌លឿងស្អាតម្យ៉ាងទៀតផ្នែកសតែងតែមានក្លិនឆ្អាបច្រើនជាទូទៅសម្រាប់ការធ្វើម្ហូបគេនិយមប្រើពងមាន់ព្រោះមិនសូវមានក្លិនឆ្អាបតែដោយសារថ្ងៃនេះខ្ញុំអត់មានពងមាន់ខ្ញុំក៏ប្រើពងទាជំនួសបន្ទាប់ពីវាយបានខាប់បន្តិចហើយយើងបន្ថែមម្រេចម៉ដ្ឋចំនួន10ក្រាមអំបិល10ក្រាមនិងចាប់ផ្ដើមចាក់ប្រេងអូលីវចូលបន្តិចម្ដងចំនួនប្រេងដែលប្រើគឺ200មីលីលីត្រហើយសម្រាប់ប្រេងដែលល្អបំផុតគឺប្រេងអូលីវឬប្រេងពោតតែបើសិនជាបងប្អូនមិនមានអាចប្រើប្រេងធ្វើម្ហូបធម្មតាក៏បានការចាក់ប្រេងគឺជាតិចនិចសំខាន់នៅក្នុងការធ្វើ mayonnaise យើងត្រូវចាក់ប្រេងតិចៗចំនួនប្រហែលជា3ស្លាបព្រាបាយម្ដងរួចវាយឲ្យចូលសព្វសាច់ជាមួយនឹងពងទាសិននិងវាយឲ្យបានជាប់ដៃរហូតដើម្បីកុំឲ្យ mayonnaise របស់យើងបែក mayonnaise ដែលបែកគឺជា mayonnaise ដែលខូចព្រោះវាឡើងកកដុំមិនរលោងនិងមិនចូលសាច់គ្នាតែមួយការធ្វើ mayonnaise នេះចំណាយរយៈពេលប្រហែលជា15ទៅ20នាទីតែបើសិនជាយើងមានម៉ាស៊ីនកូរម្សៅក៏អាចជួយសម្រួលពេលវេលានិងថាមពលបានច្រើនដែរនៅពេលនេះយើងបាន mayonnaise ដែលខាប់ល្អនិងមានភាពរលោងសព្វសាច់ល្អបន្ទាប់ពីបានដូចនេះហើយយើងផ្ទេរទៅដាក់កែវឬចានរួចគ្របឲ្យជិតនិងដាក់ចូលទៅក្នុងទូទឹកកកផ្នែកត្រជាក់ដែលអាចរក្សាគុណភាពបានរហូតដល់1សប្តាហ៍រួចហើយយើងបន្តមកធ្វើដំឡូងបំពងបន្ទាប់ពីលាងដំឡូងនិងចិតសម្បកបានស្អាតហើយយើងយកដំឡូងទៅកាត់ឲ្យចេញជារាងទ្រវែងដូចនេះបងប្អូនកាត់ដំឡូងដោយប្រើកាំបិតក្បាច់ដូចនេះឬអាចកាត់ដោយប្រើកាំបិតធម្មតាទៅតាមការចូលចិត្តរួចហើយយកដំឡូងដែលយើងកាត់ហើយទៅត្រាំទឹកដោយនៅក្នុងទឹកនោះមានបន្ថែមអំបិលកន្លះស្លាបព្រាបាយការបន្ថែមអំបិលដូចនេះគឺដើម្បីជួយរក្សាពណ៌ដំឡូងឲ្យនៅដដែលឬការពារពីការឡើងខ្មៅរយៈពេលត្រាំដំឡូងក្នុងទឹកអំបិលនេះប្រហែល10នាទីអំឡុងពេលរង់ចាំយើងចាប់ផ្ដើមរៀបចំសាឡាត់បន្លែដែលប្រើសម្រាប់សាឡាត់នេះគឺមានស្ពៃក្តោបចំនួន100ក្រាមនិងការ៉ុត30ក្រាមដែលយើងយកមកឈូសឬហាន់ជាសរសៃឆ្មារឲ្យកាន់តែតូចកាន់តែល្អខ្ទឹមបារាំងចំនួន1មើមនិងផ្លែប៉ោម1ចំណិតហើយស្លឹកខ្ទឹម2ដើមនេះយកមកហាន់ជាកង់ល្អិតតូចៗដែរនេះគឺជាកំណាប់ល្មើដែលយើងប្រើចំនួន2គ្រាប់នៅក្នុងសាឡាត់នេះបងប្អូនអាចប្រើទំពាំងបាយជូរក្រៀមឬប្រើគ្រាប់ធញ្ញជាតិផ្សេងទៀតដូចជាគ្រាប់កាឈូករ័ត្នគ្រាប់ល្ពៅឬគ្រាប់ស្វាយចន្ទីជាដើមរួចហើយយើងលាយបន្លែទាំងនោះជាមួយនឹងគ្រឿងផ្សំរសជាតិដែលមានម្រេចម៉ដ្ឋចំនួន10ក្រាមអំបិល15ក្រាមស្ករស20ក្រាមនិង mayonnaise ចំនួន4ស្លាបព្រាបាយ mayonnaise នេះគឺជា mayonnaise ដែលយើងធ្វើពីខាងលើអំបាញ់វិញបន្ទាប់ពីលាយបានដូចនេះហើយយើងយកសាឡាត់នោះទុកនៅក្នុងទូទឹកកកផ្នែកត្រជាក់សិនអំបាញ់មិញមុនពេលដែលយើងរៀបចំសាឡាត់ខ្ញុំបានដាំទឹក2ឆ្នាំងដែលទឹកឆ្នាំងទី1នោះយើងសម្រាប់ស្ងោរទ្រូងមាន់និងទឹក1ឆ្នាំងទៀតនោះខ្ញុំទុកស្រុះដំឡូងបារាំងហើយឥឡូវនេះទឹកនោះបានពុះហើយដូចនេះខ្ញុំបន្ថែមអំបិល1ស្លាបព្រាកាហ្វេចូលទៅក្នុងឆ្នាំងទី1រួចហើយដាក់ទ្រូងមាន់ចូលស្ងោររយៈពេល30នាទីដោយប្រើភ្លើងតិចៗបន្តមកទៀតយកដំឡូងបារាំងដែលបានត្រាំទឹកអំបិលអំបាញ់មិញ
យកមកបង់ចូលទៅក្នុងទឹកពុះនៅក្នុងឆ្នាំងទី2ហើយរយៈពេលស្រុះនោះគឺតែ2នាទីទេល្មមឲ្យតែដំឡូងឆ្អិនរួចស្រង់ដំឡូងបារាំងនោះយកទៅត្រាំទឹកត្រជាក់ភ្លាមដើម្បីឲ្យដំឡូងបារាំងនៅស្រស់ល្អនិងមិនបែកសាច់បន្ទាប់ពីដំឡូងបារាំងបានចុះត្រជាក់ហើយយើងយកក្រដាសមកដិតដំឡូងនោះឲ្យស្ងួតទឹកល្អរួចហើយយកទៅប្រឡាក់ជាមួយនឹងម្សៅបំពងដែលបន្ថែម baking soda ចំនួនកន្លះស្លាបព្រាកាហ្វេការបន្ថែម baking soda នេះគឺជួយបង្កើនភាពស្រួយទៅដល់ដំឡូងបន្ទាប់ពីប្រឡាក់ដំឡូងបានសព្វល្អជាមួយម្សៅហើយយើងត្រូវរែងម្សៅចេញខ្លះដើម្បីកុំឲ្យជាប់ម្សៅច្រើនពេកនៅលើដំឡូងបន្ទាប់មកត្រូវបង់ដំឡូងចូលទៅក្នុងប្រេងដែលបានដាំក្តៅនៅក្នុងខ្ទះដើម្បីដឹងថាប្រេងក្តៅល្អហើយឬនៅយើងអាចយកចង្កឹះឈើមកជ្រលក់ចូលទៅក្នុងប្រេងបើសិនជាមានចេញពពុះច្រើននៅចុងចង្កឹះបានន័យថាប្រេងរបស់យើងគឺក្តៅល្អហើយរួចហើយបន្ថយភ្លើងមកទៀតដើម្បីទុកពេលឲ្យដំឡូងបានឡើងស្រួយល្អនៅពេលដែលដំឡូងលឿងបានល្អប៉ុណ្ណេះហើយយើងចាប់ផ្ដើមស្រង់ចេញដោយដាក់នៅក្នុងកញ្ច្រែងសម្រាប់ប្រេងតែបងប្អូនដែលចូលចិត្តស្រួយគឺអាចនៅបន្តបន្តិចទៀតបានជាបន្តយើងរៀបចំចម្អិនសាច់ជ្រូក3ជាន់ដែលគេហៅថា bacon វិធីចម្អិនដែលល្អគឺចម្អិនដោយប្រើម៉ាស៊ីនអាំងសាច់ពីព្រោះវិធីចម្អិនដូចនេះគឺអាចជួយជំរុះប្រេងនិងខ្លាញ់បានច្រើនតែបើសិនជាមិនមានម៉ាស៊ីនអាំងសាច់បងប្អូនអាចប្រើខ្ទះចៀនដោយមិនដាក់ប្រេងរយៈពេលអាំងនៅក្នុងម៉ាស៊ីនអាំងសាច់គឺប្រើពេលពី8ទៅ10នាទីនៅក្រោមកម្ដៅ175អង្សាសេបងប្អូនដែលមិនអាចរកទិញ bacon បានអាចជំនួសដោយសាច់ជ្រូក3ជាន់ស្រស់យកមកកាត់ជាបន្ទះស្ដើងៗហើយយកទៅចៀនឬអាំងនេះគឺជា bacon ដែលចំណាយរយៈពេលអាំង10នាទីមិនក្រៀមពេកនិងមិនស្រស់ពេកបន្តមកទៀតយើងចាប់ផ្ដើមអាំងនំប៉័ងថ្ងៃនេះខ្ញុំជ្រើសយកការអាំងដោយប្រើខ្ទះបើបងប្អូនមានម៉ាស៊ីនអាំងនំប៉័ងគឺកាន់តែមានភាពងាយស្រួលការអាំងដោយប្រើខ្ទះនេះមិនប្រើប្រេងទេគឺគ្រាន់តែដាក់ខ្ទះឲ្យក្តៅតិចតិចហើយយើងដាក់នំប៉័ងចូលអាំងតែម្ដងរួចហើយយើងប្រើខ្ទះដដែលនោះចៀនពងទាយើងប្រើពងទា2គ្រាប់វាយឲ្យបែកហើយយកទៅចៀននិងជម្រើសមួយទៀតបងប្អូនអាចគ្រាន់តែគោះសំបករួចយកចៀនតែម្ដងជាបន្តយើងទៅស្រង់ទ្រូងមាន់ដែលបានស្ងោរឆ្អិននិងបានទុកឲ្យត្រជាក់នោះយកមកកាត់ជាបន្ទះធំៗដូចនេះឬយើងអាចហែកចេញជាសរសៃឆ្មាៗបន្ទាប់ពីបានកាត់រួចរាល់ហើយយើងទុកមាន់នោះមួយអន្លើសិនការរៀបចំគ្រឿងផ្សំចុងក្រោយគឺបន្លែ sandwich បន្លែរបស់យើងថ្ងៃនេះគឺមានសាឡាត់ត្រសក់ប៉េងប៉ោះនិងត្រសក់ជ្រក់ការលាងសម្អាតបន្លែគឺជាចំណុចសំខាន់សម្រាប់សុវត្ថិភាពនៃការពិសាព្រោះយើងត្រូវពិសាបន្លែទាំងនោះទាំងឆៅចំនួនបន្លែដែលប្រើនៅក្នុង sandwich យើងអាចបន្ថែមបន្ថយឬបដូរប្រភេទបន្លែទៅតាមការចូលចិត្តគន្លឹះសំខាន់មួយចំពោះបន្លែ sandwich ទាំងអស់នេះបន្ទាប់ពីលាងនិងកាត់ជាបន្ទះរួចគឺត្រូវទុកឲ្យស្រក់ទឹកល្អនិងយកក្រដាសផ្ដិតយកទឹកចេញដើម្បីរក្សាភាពស្ងួតរបស់ sandwich មកដល់ពេលនេះគ្រឿងផ្សំទាំងអស់រៀបចំបានរួចរាល់ហើយជំហានបន្ទាប់យើងចាប់ផ្ដើមរៀបចំខ្ចប់ sandwich យើងយក mayonnaise ចំនួន1ស្លាបព្រាបាយមកលាបនៅលើនំប៉័ង2បន្ទះលាបរួចយកនំប៉័ងមួយបន្ទះមករៀបជាបាតយើងរៀបសាឡាត់ពីលើនិងបន្តដោយប៉េងប៉ោះចំនួន3បន្ទះយើងបន្ថែមត្រសក់ខ្មែរជ្រក់ត្រសក់និងពងទាចៀនរួចហើយយើងយកនំប៉័ងមួយបន្ទះដែលមិនមានលាបម៉ាយ៉ូណេសយកមកគ្របពីលើបើសិនជាបងប្អូនដែលចូលចិត្តម៉ាយ៉ូណេសច្រើននំប៉័ងមួយចំណិតនេះអាចលាបម៉ាយ៉ូណេសទាំងសងខាងឬលាបតែមួយចំហៀងទៅតាមការចូលចិត្តផ្នែកបន្ទាប់គឺយើងរៀបចំសាច់មាន់បន្តដោយ bacon និងចុងក្រោយយើងដាក់សាឡាត់ហើយយើងយកនំប៉័ងដែលបានលាបម៉ាយ៉ូណេសមួយចំហៀងមុននេះយកមកគ្របពីលើដូចនេះរួចហើយយើងយកដៃមកសង្កត់ឲ្យគ្រឿងផ្សំនិងនំប៉័ងហាប់ជាប់គ្នាល្អមុននឹងយើងយកឈើឬឈើចាក់ធ្មេញមកដោតពីលើរបៀបដោតគឺយើងដោតពីលើដល់ក្រោមដើម្បីភ្ជាប់បន្ទះនំទាំង3និងគ្រឿងផ្សំទាំងអស់ឲ្យបានជាប់គ្នាល្អកែមនេះយើងជាយកចេញដើម្បីសោភ័ណភាពឥឡូវនេះការរុំ sandwich របស់យើងបានរួចរាល់ហើយគេចូលចិត្តពិសាភ្លាមបន្ទាប់ពីចម្អិនរួចថ្មីគឺនៅពេលដែលនំប៉័ងនិងដំឡូងបារាំងរបស់យើងនៅស្រួយទឹកជ្រលក់ដែលប្រើជាមួយនឹង sandwich club គឺទឹកប៉េងប៉ោះ sandwich club មិនត្រឹមតែជាអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេវាថែមទាំងងាយស្រួលវេចខ្ចប់យកតាមខ្លួននិងថែមទាំងមានគ្រឿងផ្សំស្របទៅតាមរបបអាហារប្រចាំថ្ងៃដូចជាកាបូអ៊ីដ្រាតបានពីនំប៉័ងនិងដំឡូងរីឯវីតាមីននិងជាតិកាកសរសៃបានពីបន្លែចម្រុះពណ៌ហើយនិងប្រូតេអ៊ីនគឺបានពីសាច់
ស៊ុតនិងប្រេងជាដើមបងប្អូនដែលមិនទាន់សាកល្បងធ្វើ sandwich club និង mayonnaise អាចសាកល្បងទៅតាមវិធីនេះបានជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនសម្រាប់ការចំណាយពេលវេលាចូលរួមចម្អិនជាមួយខ្ញុំនៅក្នុងថ្ងៃនេះហើយយើងនឹងជួបគ្នាម្ដងទៀតនៅមុខម្ហូបបន្ទាប់សូមអរគុណនិងសូមជម្រាបលា